យើងខ្មែរតែមួយរួមកម្លាំងតែមួយកម្លាំងសាមគ្គីចេញពីពលរដ្ឋម្នាក់ៗភូមិមួយឃុំមួយទូទាំងប្រទេសបានកំពុងបង្ហាញមហាកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លាប្រជាជនជាខឿនការពារជាតិវីរៈកងទ័ពជាខឿនការពារសត្រូវឈ្លានពាននៅទីនេះមានទឹកដីតូចនិងការរស់នៅសាមញ្ញប៉ុន្តែមានបេះដូងធំហើយនឹងមានសេចក្តីថ្លៃថ្នូរពោពេញដោយចិត្តសប្បុរសនិងឆន្ទៈស្នេហាជាតិហើយបន្តក្លាយជាកម្លាំងការពារជាតិដ៏សំខាន់កាលពីបុរាណដងគនាវកាត់ស្រូវម្ដងមួយបង្កើតបានជាកណ្ដាប់ហើយបង្កើតបានជាស្រូវអង្គរទុកជាស្បៀងស្រូវคล้ายជាអំបុកคล้ายជាកម្លាំងคล้ายជាសារមួយដ៏វីរៈកងទ័ពថាពួកយើងកងទ័ពជួរក្រោយតែងតែគ្រប់គ្រងពួកគាត់ជួរមុខនៅជាមួយនឹងពួកគាត់គ្រប់ពេលវេលាថងអំបុកស្រូវថ្មីដែលត្រូវបានចងក្រងដោយបេះដូងនិងការបួងសួងរបស់ប្រជាជនខ្មែរគ្រប់ភូមិគ្រប់ស្រុកសូមឲ្យវីរៈកងទ័ពខ្មែរដ៏អង់អាចក្លាហានរបស់យើងទទួលបាននូវសុខសុវត្ថិភាពជ័យជំនះពីការឈ្លានពានរបស់ចៅសៀមពេលវីរៈកងទ័ពទទួលបានអំបុកស្រូវថ្មីសូមឲ្យពួកគាត់នឹងទទួលបានកម្លាំងកាយកម្លាំងចិត្តបន្តការពារដែនដីកម្ពុជាយ៉ាងរឹងមាំទូទៀតអំបុកស្រូវថ្មីវាសត្រូវឈ្លានពានរាល់អំបុកឬសម្ភារៈមួយកញ្ចប់នេះមិនមែនគ្រាន់តែជាអាហារឬសម្ភារៈប៉ុណ្ណោះទេប៉ុន្តែជាធម៌ពលស្មារតីរបស់ជាតិទាំងមូលការឯកភាពជាតិជាធ្លុងមួយគឺជាអាវុធដ៏ខ្លាំងក្លារបស់ប្រទេសកម្ពុជាទុក្ខលំបាករបស់ប្រជារាស្ត្រជាទុក្ខលំបាករបស់ព្រះមហាក្សត្រនិងសម្ដេចម៉ែយើងជាឈាមជ័ររបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបជឿជាក់លើរាជរដ្ឋាភិបាលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់គ្រប់ស្ថាប័ននិងវីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើង